Hello ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូនេះដែរគឺខ្ញុំមកបង្រៀនគ្នាពីរបៀបយក Kitsune Fruit ឬក៏គ្នាភាគច្រើនហៅថា Kitsune អញ្ចឹងណាហើយមិនចាំបាច់ Spin Fruit និងប្រើ Gamepad ទាំងនេះនោះទេហើយយើងគ្រាន់តែទៅរក Kitsune Island ហើយយើងនឹងធ្វើក្បាច់យកវាទៅបានហើយហើយដើម្បីទៅរកកោះ Kitsune Island បានខ្ញុំមកកោះទីគីមកហើយយើងទៅកន្លែងយ៉ាង Waystubia ហ្នឹងយើងគឺទៅចាំនៅសមុទ្រទី5ហ្នឹងហើយឥឡូវគឺយើងធ្វើការទៅចាំទៅដោយសារថ្ងៃហ្នឹងរួចយប់ស្អែកគឺ full moon ហើយអញ្ចឹងខ្ញុំប្រាប់គ្នាពីរបៀបមើល full moon អញ្ចឹងណាឥឡូវគឺថាវិញទិសតែម្ដងបាច់ឆ្នាំឥឡូវគឺយើងទៅមកខាងទៀតទៅបាទឥឡូវគឺគ្នាជីមកនេះមកជីមកទិសនេះតាមខ្ញុំមកចាំខ្ញុំប្រាប់ហ្នឹងហើយយក full moon មានអីពិបាកទេគឺមុនយក full moon មកយកវានឹងព្រះច័ន្ទចេញមកបែបនេះអញ្ចឹងបើព្រះច័ន្ទបែបនេះគឺដឹងថាយកក្រោយគឺ full moon ហើយអញ្ចឹងត្រៀមខ្លួនទៅឥឡូវគឺនៅពេលថ្ងៃណឡៃទេឥឡូវយើងធ្វើការទៅសមុទ្រទី5ឥឡូវយើងមកដល់សមុទ្រទី1គឺយើងមកចាំមកដល់ពេលចាំដល់ហ្នឹងចាំខ្ញុំប្រាប់ទៀតឥឡូវគឺតប៉ែខាងតែនគឺសាកអញ្ជើញវិញខ្ញុំងាប់ច្រឡំមកមែនគេហៅសាក់អញ្ជើញទេគេហៅ Teresa អូខេជីគូសំណាអូខេគឺ sponsor បៀសមកវិញស្ដាយខាងតែឥឡូវគឺចិត្តយកហើយឥឡូវយើងធ្វើការជីវាំងពណ៌ចាក់អត្រីស្គាល់នេះសិនមកហើយពេលវាលោតពាក់ full moon មកជីទៅសមុទ្រទី6យកតែកូនហ្នឹងគឺចំណាយពេលច្រើនមែនតើដើម្បីធ្វើវីដេអូដូចជាទៅរក full moon រកថ្ងៃ full moon ហើយពេលខ្លះគឺរកឃើញឲ្យសាក់អញ្ជើថេរសាក់នឹងវិញងាប់ទៀតអញ្ចឹងគឺខ្ញុំចំណាយពេលវេលាច្រើនខ្លាំងមែនតើបើអ្នកទាំងអស់គ្នាចង់ support ខ្ញុំអាចចូលបាននៅ link នៅក្នុង comment ហ្នឹងហើយអញ្ចឹងយើងទៅទស្សនារបស់គ្នាទៀតទៅគឺវានឹង spawn Kitsune Island ហ្នឹងមកហើយអញ្ចឹងគ្នាមានតែចាំបន្តិចទេអូខេបន្ទាប់ពីចាំយូរក៏សមវាក៏បានលោត full moon មកហើយបន្ទាប់ពីវាលោត full moon មកយើងធ្វើការជីទូយើងទៅត្រង់រហូតទៅឥឡូវគឺដល់សមុទ្រទី6យើងឃើញជាមួយនឹងកោះ Kitsune Island spawn ហើយឥឡូវយើងធ្វើការចុះទៅលើកោះហើយយើងដើរទៅចុចអានោះតែមុននឹងចុចខ្ញុំរៀប comment ខ្លាំងមែនតើឲ្យគ្នាប្រើជាមួយនឹង Yeti Fruit បើ Kitsune ទន្រាំនឹងវាប្រើកាឡាបានគឺ superior ខ្លាំងមែនតើតែបើ Yeti គឺអាចប្រើកាឡា transform បានតែម្ដងឥឡូវគឺថាវាចាញ់ effect មកហើយគឺថាលុយខ្លាំងមែនតើឥឡូវគឺខ្វែរបស់វាគឺយើងវ៉ាន់ដាក់ហើយគឺឲ្យយើងដែលដេញចាប់QQ នេះហ្នឹងនៅពីក្រោយខ្ញុំហ្នឹងឥឡូវយើងធ្វើការដេញចាប់វាទាំងអស់គ្នាទៅដោយសារតែថ្ងៃនេះក៏ដូចជាថ្ងៃដំបូងរបស់ខ្ញុំដែរគឺរៀងវល់ទៅគ្នាតែដឹងថាស្មានថាដេញចាប់ពីក្រោយខ្លួនឯងតប៉ែខ្លាំងមែនតើឥឡូវគឺបន្ទាប់ពីចាប់បានរៀងយូរក៏សមដែរគឺយើងចាប់បានចំនួន20ហើយឥឡូវគឺយើងដេញចាប់បន្ថែមទៀតទៅយើងត្រូវការ5ទៀតហើយលើកយើងបានរៀងច្រើនក៏សមដែរប៉ុន្តែយើងក៏តន់ទៅទេដោយសារយើងចង់ចាប់ទៀតដោយសារនាទីវាតន់អស់អញ្ចឹងដោយសារបើយើងចាប់បានកាន់តែច្រើនភាគរយបាន Kitsune Fruit ក៏កាន់តែច្រើនដែរអញ្ចឹងយើងធ្វើការចាប់ដេញចាប់ទៀតទៅលើគឺវាប្រាប់យើងចិត្តអស់មកហើយលឿនប្រយ័ត្នអត់លើកយើងចាប់បន្ថែមទៀតទៅចាប់មួយទៀតមកហើយចាប់មួយទៀតមកលើកយើងចាប់តែមួយហ្នឹងដេញចាប់មួយទៀតគឺយើងបាន28ហើយតែប៉ុណ្្នឹងគឺយើងសង្ឃឹមបាន Kitsune Fruit ច្រើនហើយឥឡូវយើង transform ឲ្យទូចវិញទៅយើងធ្វើការទៅបើកយកតែម្ដងទេឥឡូវយើងចាំមើលដល់គ្នាបានស្អីWhat the fuck បាន accessory នឹងអើយតប៉ែមែនចង់បាន Kitsune ឬតបាន accessory ឯណានេះ accessory មួយនេះដូច
ស្អីនោះតាគៀបយ៉ាងសក់ហើយវីដេអូនឹងមានតែប៉ុណ្្នឹងទេជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ